ថ្ងៃនេះគឺខ្ញុំលើកយកកត្តា3ចំណុចដែលផ្ការិចហើយបាទមិនទៅលើកទៅជាក្តាប់បាទកត្តាទី1គឺសារធាតុចិញ្ចឹមបាទសារធាតុចិញ្ចឹមបាទសារធាតុមិនគ្រប់ក៏អាចផ្ដល់នៅក្នុងការបញ្ចេញក្តាប់បានលឿនដែរអញ្ចឹងណាជួនកាលក្តាប់ដែលចេញមកហើយមានបញ្ហាស្វិតទៅវិញទៀតអញ្ចឹងណាបាទប៉ុន្តែយន្តទីនេះអត់ទេបាទយើងស្ទាក់មើលជាក់ស្ដែងណាបាទគឺស្លឹកល្អមានន័យថាសារធាតុចិញ្ចឹមច្រើនអញ្ចឹងណាគ្រាន់ថាផ្កានេះវាអត់ដល់ពេលនៅក្នុងការទម្លាក់ក្តាប់តែប៉ុណ្ណឹងបាទហើយកត្តាទី2នោះគឺពពុះបើគេហៅថាពពុះសមាលពពុះទ្រីបអីចឹងណាអាហ្នឹងជាពពុះសត្វចិញ្ចុបាទក៏ធ្វើឲ្យប៉ះពាល់ទៅដល់ផ្កាដែរពេលខ្លះលោតក្តាប់មកហើយក៏ស្វិតទៅវិញដោយសារតែពុះសត្វចិញ្ចុនឹងដែរចឹងណាបាទហើយកត្តាទី3បាទនៅក្នុងរដូវត្រជាក់នេះរឹតតែសំខាន់បាទគឺបញ្ហាជំងឺបាទគេហៅថាពពុះផ្សិតអង្គដូត្រាណូសបាទហ្នឹងគឺចូលច្រើនមែនតើក្នុងរដូវត្រជាក់ហើយក៏សំខាន់ផងដែរចឹងណាបាទអញ្ចឹងនៅពេលដែលផ្ការីកចេញមកហើយបាទក៏ធ្វើឲ្យបាទក្តាប់នឹងស្វិតបាទទម្លាក់ក្បាលរួចក្តាប់មកស្វិតទៅវិញបាទពេលខ្លះផ្កាក៏ក្រៀមទៅវិញទៀតអញ្ចឹងណាបាទអាហ្នឹងគឺជាកត្តាមួយចាំបាច់ដែលបងត្រូវតែមានការយល់ដឹងអញ្ចឹងណាបាទអញ្ចឹងកត្តាស្វិតក្តាប់ឬក៏ផ្ការុះរោយបាទក៏មានកត្តា3ចំណុចបាទទី1គឺកង្វះសារធាតុអាហារកង្វះសារធាតុចិញ្ចឹមបាទទី2គឺពពុះសមាលទ្រីបហើយទី3គឺពពុះផ្សិតអង្គដូត្រាណូសអញ្ចឹងណាបាទយើងតាមដានទាំងអស់គ្នាទៅបាទដូចខ្ញុំលើកឡើងតទៅនឹងស្លឹកនេះបាទគឺសារធាតុចិញ្ចឹមគឺគ្រប់គ្រាន់ហើយអញ្ចឹងយើងគូសមើលសមាលបាទអញ្ចឹងបើសិនជាសមាលមានច្រើនអត់ទម្លាក់ក្តាប់អាហ្នឹងក៏បញ្ហាសមាលហើយមួយទៀតយើងមើលទៅបាទតាមមែកនេះបាទតាមមែកតាមស្លឹកឬក៏តាមកញ្ចុំផ្កាអញ្ចឹងណាបាទបើសិនជាមានបញ្ហាផ្សិតអាហ្នឹងក៏ត្រូវតែបាទបាញ់ថ្នាំជំងឺចូលដែរបាទប៉ុន្តែជាក់ស្ដែងយន្តទីនេះអត់មានបញ្ហាផ្សិតអីទេបាទយើងមើលអញ្ចឹងណានេះបាទវាស្អាតទេដោយសារតែយើងបាញ់ថ្នាំជំងឺនេះនិនចានេះបាទតើតើនឹងបញ្ហាផ្សិតគឺអូខេហើយអញ្ចឹងណាអត់មានបញ្ហាទេបាទចាំទៅដល់ពេលមួយដែលត្រូវទម្លាក់ក្តាប់គឺមកហើយអញ្ចឹងណាបាទព្រោះអីបាទពីផ្ការិចទៅដល់ក្តាប់អាចចន្លោះពី2 10ថ្ងៃទៅ15ថ្ងៃអាហ្នឹងទៅតាមអាកាសធាតុដែរអញ្ចឹងណាបាទទៅតាមពេលវេលាដែរបាទ